បន្ទាប់ពីយើងតែងមែកហើយប្រមូលមែកហើយអស់យើងនឹងធ្វើការដាក់ជីបន្តទៀតអញ្ចឹងហីមែបាទយើងតែងមែកដូចយើងដាក់ជីទៀតហីដាក់ជីទៀតដាក់ជីទៅអញ្ចឹងក្នុងខែ6នេះចុងខែ6នេះយើងដាក់ជីបងប្អូនអរគ្នាបន្ទាប់ពីយើងតែងមែកហើយចន្ទទីនេះអាយុវាចូល5-6ឆ្នាំមកបងប្អូនអរគ្នាវាស្អាតហើយដោយសារមិនមែនជាប្រភេទដីចកាបងប្អូនគឺដីយើងក្រោយផ្ទះអញ្ចឹងណាវាមិនសូវធំធាត់ល្អដូចដីវិចកាទេបងប្អូនអរគ្នាបាទហើយបងប្អូនខាងបានដាក់ជីនៅខាងនេះនៅទេបាទហើយរងចាំមើលទឹកភ្លៀងធ្លាក់មកបន្តិចទៀតយើងនឹងដាំមួយស្រែទៀតបងប្អូនអញ្ចឹងហីមេបាទណាមេអូប្រហែលថ្ងៃជាប់គ្នាដល់កហើយប្រឹង